ជំហានទី1បង្ហាញពីចរិតលក្ខណៈផ្សេងៗគ្នារបស់អ្នកសួស្តីខ្ញុំបាទឆាតអតីតជាសិល្បករខាងសម្ដែងខ្ញុំធ្លាប់សម្ដែងជាតួអង្គម្ចាស់អាជីវកម្មហើយបន្តមកទៀតជាអ្នកលេងតន្ត្រីហើយពេលខ្លះគ្រាន់តែជាតួអង្គអ្នកជិតខាងម្នាក់តែប៉ុណ្ណោះពីព្រោះដោយអ្វីដែលអ្នកបានឃើញការងារនេះតម្រូវឲ្យខ្ញុំពាក់មួកផ្សេងគ្នាឥឡូវនេះខ្ញុំនៅតែដើរតួនាទីផ្សេងគ្នានៅពេលដែលការងាររបស់ខ្ញុំត្រូវការមិនថាធ្វើអ្វីក៏ដោយដើម្បីយកច្បាស់ពីតម្រូវការរបស់អតិថិជនរបស់ខ្ញុំជាទីប្រឹក្សាសេវាកម្មហិរញ្ញវត្ថុ AIA ម្នាក់រៀងរាល់ថ្ងៃជាឱកាសសម្រាប់ខ្ញុំដើម្បីស្វែងយល់ពីតួនាទីផ្សេងគ្នាពីព្រោះមនុស្សគ្រប់គ្នាដែលខ្ញុំជួបសុទ្ធសឹងតែមានតម្រូវការផ្សេងគ្នាហើយខ្ញុំតែងតែដាក់ចិត្តទៅជាមួយពួកគេដើម្បីកាន់តែយល់ច្បាស់ទោះបីជាម្ចាស់អាជីវកម្មអ្នកលេងតន្ត្រីឬក៏អ្នកជិតខាងក៏អាចគិតដល់ខ្ញុំបានជំហានទី2ធ្វើរឿងឲ្យងាយធម្មតាពីមុននៅពេលដែលខ្ញុំធ្វើជាគ្រូបង្រៀនខ្ញុំតែងតែស្វែងរកវិធីសាស្ត្រថ្មីដើម្បីធ្វើឲ្យមេរៀនរបស់ខ្ញុំងាយយល់តាមដែលអ្វីអាចធ្វើទៅបានដោយសារតែមានមុខវិជ្ជាដែលត្រូវបង្រៀនដូចនេះវាពិតជាមិនងាយស្រួលទេក៏ប៉ុន្តែខ្ញុំមិនដែលគិតវេពីបញ្ហាទាំងនោះឡើយដូច្នេះខ្ញុំត្រូវបន្តការអនុវត្តហើយអនុវត្តទៀតដើម្បីឲ្យការយល់ដឹងពីរឿងលំបាកជាកិច្ចការងាយស្រួលវិញហើយទាំងនោះបាននាំឲ្យខ្ញុំមានភាពច្នៃប្រឌិតបន្ថែមដើម្បីឆ្ពោះលឿនទៅមុខមួយឆ្នាំខ្ញុំបានរកឃើញរូបមន្តជោគជ័យមួយនោះគឺធ្វើអ្វីដែលងាយធម្មតាជាទីប្រឹក្សាសេវាកម្មហិរញ្ញវត្ថុ AIA ឥឡូវនេះខ្ញុំបានណែនាំព័ត៌មានបានធានារ៉ាប់រងក្នុងទម្រង់ងាយស្រួលក្នុងការយល់ព្រោះវាជារឿងសំខាន់ដែលអតិថិជនចាំបាច់យល់ច្បាស់និងលម្អិតលើបានធានារ៉ាប់រងរបស់គាត់ទោះបីជាយើងខិតខំបន្ថែមធ្វើឲ្យរឿងនោះកើតឡើងក៏ដោយជំហានទី3មានចក្ខុវិស័យវែងឆ្ងាយនិងដឹងទុកជាមុនបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យជារឿងដ៏ធំសម្រាប់ខ្ញុំក្រៅពីការពិតដែលថាខ្ញុំបានខិតខំយ៉ាងខ្លាំងដើម្បីទទួលបានលទ្ធផលដែលខ្ញុំចង់បានគឺខ្ញុំអាចឈានទៅកាន់ទំព័របន្ទាប់នៃជីវិតខ្ញុំបើសិនជាគ្មានគម្រោងធានារ៉ាប់រងសម្រាប់កូននោះគ្រប់យ៉ាងអរគុណដល់ម្ដាយរបស់ខ្ញុំនិងការសម្រេចចិត្តរបស់គាត់ដែលបានទិញបានធានារ៉ាប់រងពី AIA តាំងពីខ្ញុំនៅក្មេងវាបានផ្ដល់ឲ្យខ្ញុំនូវសេរីភាពនិងសេចក្តីសុខផ្លូវចិត្តដែលខ្ញុំមានសប្តាហ៍ថ្ងៃហើយនេះក៏ជាហេតុផលដែលខ្ញុំសម្រេចចិត្តធ្វើតាមម្ដាយរបស់ខ្ញុំហើយណែនាំនូវដំណោះស្រាយដ៏ត្រឹមត្រូវបំផុតសម្រាប់គាត់ជាទីប្រឹក្សាហិរញ្ញវត្ថុ AIA ខ្ញុំជួយគិតទុកមុននៅបញ្ហាដែលអតិថិជនរបស់ខ្ញុំអាចជួបនាពេលអនាគតមានចក្ខុវិស័យសម្រាប់ការមើលឃើញនៅថ្ងៃអនាគតបានអនុញ្ញាតឲ្យខ្ញុំបានបង្ហាញនៅអ្វីដែលម្ដាយរបស់ខ្ញុំបានធ្វើសម្រាប់ខ្ញុំហើយជួយឲ្យអ្នកដទៃទទួលបានសេរីភាពនិងសេចក្តីសុខផ្លូវចិត្តដូចខ្ញុំកាលពីប៉ុន្មានឆ្នាំមុនដែរជំហានទី4ត្រៀមខ្លួនរួចជាស្រេចខ្ញុំតែងតែចូលចិត្តតាមដានទៅលើរឿងផ្សេងៗនៅក្នុងសង្គមព័ត៌មានពិភពលោកបច្ចេកវិទ្យាពេញនិយមនិងនយោបាយអ្នកឲ្យឈ្មោះវាហើយខ្ញុំបាននាំមកវាជានិច្ចហើយវាជាឈ្មោះរបស់ហ្គេមមួយនៅពេលដែលខ្ញុំបានធ្វើជាបុគ្គលិកខ្ញុំត្រូវតែដឹងរឿងគ្រប់យ៉ាងដែលកំពុងតែកើតឡើងទើបខ្ញុំអាចស្វែងរកបេក្ខជនដែលស័ក្តិសមនឹងការងារនេះបានថ្ងៃនេះខ្ញុំនៅតែបន្តស្វែងរកបេក្ខជនថ្មីប៉ុន្តែឥឡូវមានការផ្លាច់បន្តិចជាទីប្រឹក្សាហិរញ្ញវត្ថុ AIA ខ្ញុំនៅតែស្ថិតនៅលើដំណោះស្រាយចុងក្រោយបំផុតដែលវាត្រូវវិវត្តតម្រូវការនៃអតិថិជនរបស់ខ្ញុំព្រោះវាតែងតែមានចំណុចជួបដ៏សមរម្យមួយជំហានទី5បង្កើតពេលវេលាសម្រាប់ជីវិតពីមុនក្នុងអាជីពការងារខ្ញុំគឺជាអ្នកសម្របសម្រួលស្រាវជ្រាវវេជ្ជសាស្ត្រជីវិតរបស់ខ្ញុំគ្រប់យ៉ាងគឺមានតែការងារការលះបង់ផ្ទាល់ខ្លួននិងសង្គមគឺជារឿងសាមញ្ញធម្មតាទៅហើយប៉ុន្តែពិតណាស់ជីវិតបានផ្លាស់ប្ដូរដ៏អស្ចារ្យមួយសម្រាប់ខ្ញុំហើយខ្ញុំត្រូវតែពិនិត្យមើលអ្វីដែលជាអាទិភាពរបស់ខ្ញុំនៅក្នុងជីវិតឥឡូវនេះដោយសារតែការងារជារឿងមានសារៈសំខាន់សម្រាប់ជីវិតខ្ញុំបានរៀបចំចាប់ផ្ដើមដំណើរជីវិតថ្មីរបស់ខ្ញុំជាម្ដាយមួយរូបអរគុណដែលបានក្លាយជាទីប្រឹក្សាហិរញ្ញវត្ថុ AIA ខ្ញុំអាចមានពេលក្នុងការចាប់ផ្ដើមទំព័រនៃជីវិតថ្មីរបស់ខ្ញុំរីករាយនឹងការវិភាគបទបានសេរីភាពជុំវិញការណាត់ជួបផ្នែកវេជ្ជសាស្ត្រនិងការងារដូច្នេះខ្ញុំអាចធ្វើឲ្យល្អបំផុតសម្រាប់គ្រួសាររបស់ខ្ញុំខណៈពេលដែលកំពុងជួយម្ដាយផ្សេងទៀតឲ្យទទួលខុសត្រូវលើអនាគតរបស់ពួកគេវាមិនមែនគ្រាន់តែជាការងារបន្ថែមទេ